សួស្តីបងប្អូនអ្នកស្នេហាវិស័យបាក់សីព្រាបបងប្អូនគឺនេះរបៀបធ្វើទ្រុងបាក់សីព្រាបដែលចំណាយលុយតិចបំផុតស្ទើរ1000-2000រៀលហ្នឹងអស់តែថ្លៃចំណងរឹតនោះបងប្អូនគេវានឹងសិតតែជារបស់ដែលយើងរកបាននៅជុំវិញផ្ទះយើងទេហើយបាវនោះយើងសម្រាប់ត្រង់លិមួកវាបងប្អូនអាលិមួកខាងលើនោះវាជុះមកធ្លាក់មកយើងត្រង់វាអញ្ចឹងវាអត់ញ៉ៃច្រើនទេហើយមួយសប្តាហ៍គឺយើងបាញ់លាងវាម្ដងបាទខាងក្រោមហ្នឹងឬក៏មួយខែអីចឹងទៅស្រេចតែបងប្អូនដែលចង់លាងគឺអាចលាងបានហើយនេះចំណាយអស់លុយតិចមែនតើបងប្អូនហើយព្រាបនេះគឺខ្ញុំត្រូវធ្វើថែម2ទៀតដើម្បីដាក់ឲ្យវានៅទី2ត្រង់នេះខ្ញុំដាក់ឲ្យវានៅដល់3ដោយសារយើងវាអត់ទាន់បានធ្វើត្រង់ហើយខ្ញុំចង់ឆ្នៃខាងក្រោយផ្ទះខ្ញុំនេះទៅជាកន្លែងព្រាបបងប្អូននេះឆ្នៃខាងក្រោយផ្ទះនេះទៅជាកន្លែងត្រង់ព្រាបតែម្ដងទៅជាខ្ញុំថតពីខាងប្លង់ខាងនោះឲ្យមើលម្ដងនេះបងប្អូនប្លង់ខាងនេះដែលយើងទុកមកក្រោយហ្នឹងហ្មងសម្រាប់ធ្វើទ្រុងព្រាបបងប្អូនហើយតិចទៀតយើងនឹងដាក់ពូជព្រាបបន្ថែមទៀតឲ្យនៅក្រោយផ្ទះហ្នឹងតែម្ដងហើយខាងក្រោមនេះគឺយើងក្រាកសាច់ឡើងវិញដើម្បីងាយស្រួលក្នុងការកើបលិមួកព្រាបហើយធុងយើងគឺធ្វើបានប៉ុណ្នេះសិនហើយយើងនឹងចាប់ដើមធ្វើតណៈដាក់មកជួគៀនហ្នឹងទៅហ្មងបងប្អូនហើយយើងលែងទេបងប្អូនយើងលែងវានៅក្នុងហ្នឹងយើងពាត់សំណាញ់ជុំវិញនឹងទាំងអស់កន្លែងនេះបាទហ្នឹងពាត់សំណាញ់ទាំងអស់ហើយបងប្អូនចាំជួយចុច like និង subscribe មួយទៅដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងជាមួយនឹងសត្វព្រាបដែលយើងបានចំនេះហើយឃើញថាសត្វព្រាបដែលយើងចំគឺមានទីផ្សារគួរសមបងប្អូនទីទៀតខ្ញុំឆ្នៃកន្លែងនេះទៅជាទ្រុងព្រាបឃើញថាធំហើយវាទលាយសម្រាប់ព្រាបរស់នៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាក់ទងនឹងការធ្វើទ្រុងដែលចំណាយតិចហើយបងប្អូនណាដែលចង់ដឹងពីរបៀបធ្វើទ្រុងនេះគឺចាំខ្ញុំបរៀននៅវីដេអូបន្តទៀតបងប្អូនអរគុណ